លើដងផ្លូវរាប់រយគីឡូម៉ែត្រអមដោយទេសភាពស្រុកស្រែចម្ការនិងមានផ្លូវទើបអភិវឌ្ឍចូលទៅកាន់ទីប្រជុំជនតូចៗរថយន្តចល័តកំពុងធ្វើដំណើរយ៉ាងលំបាកដើម្បីឆ្លើយតបទៅនឹងកង្វល់ថាតំបន់ខ្លះសេវាមិនទាន់ទៅដល់តែអេតបានទៅដល់មុនបាត់ទៅហើយមន្ត្រីកម្មវិធីបង្ការអេតនៃអង្គការរ៉ាបានចុះអភិបាលសកម្មភាពឡានចល័តរយៈពេល4ថ្ងៃនៅខេត្តចំនួន2ក្នុងចំណោមខេត្តគោលដៅទាំង13គឺមានដូចជាខេត្តរតនគិរីក្រចេះស្ទឹងត្រែងនិងព្រះវិហារជាដើមកាលពីពេលថ្មីនេះដែលជាផ្នែកមួយជួយគាំទ្រដល់បេសកកម្មស្វែងរកនិងផ្ដល់សេវាដល់ក្រុមគោលដៅប្រឈមមុខខ្ពស់គឺបរិសុទ្ធស្រឡាញ់បរិសុទ្ធអ្នកបំផ្លាញភេទនិងស្ត្រីធ្វើការនៅតាមគ្រឹះស្ថានបម្រើសេវាកំសាន្តប្រធានកម្មវិធីលោកវិជ្ជបណ្ឌិតវត្តស្រេងបានបង្ហាញក្តីបារម្ភថាបញ្ហាអេដសអាចកាន់តែពិបាកគ្រប់គ្រងនៅតំបន់ជនបទដាច់ស្រយាលជាពិសេសនៅតាមទីតាំងបម្រើសេវាកំសាន្តប្រសិនបើពុំមានការពង្រឹងសកម្មភាពចុះអប់រំប្រឹក្សានិងធ្វើតេស្តរកមេរោគអេដសស្វ័យឲ្យបានទូលំទូលាយទេនោះជាក់ស្ដែងនៅតាមទីតាំងមួយចំនួននារីបម្រើសេវាកំសាន្តមានទំនាក់ទំនងជាមួយនឹងភ្ញៀវញឹកញាប់បើទោះបីជាពួកគាត់អះអាងថាបានប្រើស្រោមអនាម័យក៏ដោយក៏ប៉ុន្តែមួយចំនួនមិនទាន់យល់ច្បាស់អំពីវិធានសុវត្ថិភាពក្នុងស្ថានភាពប្រឈមបែបនេះនៅឡើយទេនារីម៉ាសាម្នាក់បានផ្ដល់បទសម្ភាសន៍ជាមួយនឹងបុគ្គលិកគម្រោងបង្ការអេដថាខ្លួនបានមកធ្វើការនិងរស់នៅជាមួយម្ដាយមីងជាង4ខែហើយខ្លួនក៏ធ្លាប់ភ្ញៀវបបួលរួមភេទទៅតាមតម្លៃចរចាត្រូវរៅគ្នាជាញឹកញាប់ដោយថ្ងៃខ្លះនាងទទួលភ្ញៀវរហូតដល់6នាក់ក៏មានចំណែកអ្នកស្រីជាតិសុផាន់ណាមន្ត្រីសម្របសម្រួលកម្មវិធីប្រចាំខេត្តកំពង់ធំនិងខេត្តស្ទឹងត្រែងបានឲ្យដឹងថាកម្លាំងជំនួយដែលប្រើឡានចល័តនឹងត្រូវចុះអនុវត្តការងារបន្ទាន់នៅពេលចាំបាច់និងរៀងរាល់ត្រីមាសម្ដងដើម្បីទៅដល់តំបន់ដែលពិបាកគ្រប់គ្រងនិងនៅតាមទីតាំងដែលបុគ្គលិកឈរជើងនៅក្នុងខេត្តផ្ទាល់ពិបាកធ្វើដំណើរទៅដល់ក្នុងប្រតិបត្តិការនេះក្រុមការងារបានផ្ដល់ប្រឹក្សានិងធ្វើតេស្តរកមេរោគអេដសសរុបចំនួន91នាក់ក្នុងនោះករណីដ៏ភ្ញាក់ផ្អើលមួយត្រូវបានរកឃើញលើនារីបម្រើសេវាកំសាន្តក្នុងហាងការ៉ាអូខេតូចមួយដែលមាននារីស្ម័គ្រចិត្តប្រឹក្សាធ្វើតេស្តចំនួន8នាក់ស្រាប់តែ3នាក់មានប្រតិកម្មក្នុងនោះមានករណីឆ្លងថ្មីម្នាក់